ជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីចាជាមួយខ្ញុំយូចឹងវីដេអូនេះដែរគឺខ្ញុំធ្វើការបង្ហាញអ្នកទាំងអស់គ្នាទៅលើ quest ថ្មីដែលតាក់ទងជាមួយនឹង Valorant ដែល Discord ទៅតែ release យកមិញឡើង quest មួយចឹងឡើង quest នេះវាមាន3ថាសខ្ញុំនេះអាចចូលទៅលេងបានចឹងខ្ញុំសុំធ្វើការលេងទូត្រួសហើយឡើង quest ហ្នឹងក៏វាដូចទៅ quest មុនដែរចឹងដល់ពេលណានេះចូលហើយគឺយើងនៅខាងស្ដាំនេះយើងមានថាសនេះចាំមានយើងយក level មកធ្វើ3ផាបានអានេះបាន silver បាន gold អញ្ចឹងមកហើយនេះគឺជាថាសដែលយើងត្រូវធ្វើអញ្ចឹងដំបូងគឺខ្ញុំសុំចូល start កុំឲ្យខាត់ពេលយូរអញ្ចឹងការងារគឺយើងត្រូវការរក objective 3ដើម្បីឲ្យផ្គុំអានេះដើម្បីយកលេខកូដមកបើកមើល history របស់ check អញ្ចឹងវាប្រសិនតែខ្ញុំខុសតើអីកុំប្រកាន់ព្រោះខ្ញុំអត់សូវចេះលេងបាល់ដែរខ្ញុំអត់សូវដឹងទេអញ្ចឹងខ្ញុំធ្វើថាសនេះអញ្ចឹងដំបូងគឺយើងចូលទៅកាន់កន្លែងនេះអញ្ចឹងកន្លែងនេះគឺគេឲ្យយើងអាចរកអាគុជនេះ8មកឬក៏យើងធ្វើថាសនេះថាសរបស់វាគឺខ្ញុំមើលអាសញ្ញាគុជរបស់ site នេះរាប់មកហើយយើងចុចលេខកូដចុចប៊ូតុងនេះមកវា unlock បានកូដមួយជា objective របស់យើងណាតែមកឡើយនេះបានមួយហើយការងារមួយទៀតគឺយើងឲ្យគេដើររកអាគុជនេះឲ្យបាន8ដើម្បី unlock level អញ្ចឹងដំបូងចូលលេខនេះចឹងលេខនេះគឺឲ្យដាក់កូដយើងអត់ត្រូវការទេមកលេខនេះចឹងលេខនេះយើងត្រូវចុចនៅនេះមកសិនមកកូដមួយទៀតយ៉ាបាន2នៅពេលបាន2យើងដាក់ចូលហើយនេះពេលដាក់2ទៅវាបានលេខកូដមក7 5 7ទៅមកលេខនេះយើងមកកាន់នេះទៀតយើងដើររហទៀតឲ្យអត់ទៅធៀងទៀតអានេះអុកនេះមកធ្លាក់អាគុជនេះ3នៅកន្លែងនេះទៀត4ទៅវាបានអាគុជហ្នឹងហើយឈប់នេះថាទេអាចមើលបានទៅបាននេះហើយមកដល់លេខនេះចុចនេះមកអញ្ទៀតចឹងគប់មួយទៀតនៅនេះអញ្ចឹងខ្ញុំទៀតចឹងដាក់គប់មួយទៀតចឹងលេខ2កូដយើងគឺ5 7 2ចឹង continue 5 7 2តពងចឹងនេះ unlock មកគឺយើងមានរូបថត history របស់ site នេះហ្នឹងតបមកឲ្យខាត់ពេលខ្ញុំសុំតរកនេះ3ទៀតនេះអាចទៅរកបាននៅកន្លែងនេះទី1គឺនៅក្រោមខ្នើយនេះតបមកនៅសល់2ទៀតគឺខ្ញុំចុចមកនេះមកនេះចុចអាប៊ូតុងនេះមកចេញគុជមកទៀតយកខ្ញុំតបមកពីមួយទៀតមួយទៀតមួយទៀតនៅលើនេះហើយចឹងនេះ8គ្រប់ចឹង8គ្រប់វានឹងលោតនេះរបស់យើងថា8ហើយនឹងអាចចុចមើលរូបមើលអីបានបើសិនកាលណាចង់បាន level ទៀតមើលរូបមើលទៅវាមានរូបខ្លះវាជាថាដែរនេះអញ្ចឹងនៅនេះដូចជាសល់មួយទៀតហើយមួយទៀតមើល tablet គឺយើងមើលអត់កើតទេដោយសារតែវាត្រូវការពេលវេលាដើម្បីនៅជា2ថ្ងៃ13ម៉ោងទៀតបានវា release ចឹងអាចនឹងមើលបាននេះជាអីសិនលើភាពទៅអាចដើរមើលទៅហើយមួយទៀតគឺ unlock កញ្ចក់នេះដើម្បីឃើញ map ថ្មីចឹងចុចពាក្យប៊ូតុងកងតាក់នេះមកចុចទៅចុចកងតាក់នេះមកវានឹងសូ information map ថ្មីត្រួសចឹងអ្នកមើលបាន map ថ្មីនេះផ្លែកន្លែងដាក់ spike ហ្នឹងខ្ញុំអត់ដឹងទេដឹងដូចជាអស់ហើយមានតែប៉ុណ្្នឹងទេហើយយើងដើរមើលទៅវាមាន load ថាសនេះសល់មួយទៀតខ្ញុំឡើងនៅណាភ្លេចបាត់ហើយនេះហើយViper ដូចជាអត់មានវីដេអូហ្នឹងមានតែប៉ុណ្្នឹងอย่า complete ជួយ follow TikTok ខ្ញុំម្នាក់មួយហើយ subscribe channel ផងបើសិនមានចម្ងល់អីអាច comment មកខ្ញុំនឹងជួយដោះស្រាយអញ្ចឹងបាយបាយ